សួស្តីបងប្អូនបងសិស្សអស់នេះដែលរៀនចប់ជាមួយលោកគ្រូអញ្ចឹងថ្ងៃនេះលោកគ្រូមាន template មួយសម្រាប់បងប្អូនយកទៅប្រើគឺយើងអាចធ្វើ slide show បានអញ្ចឹងណាអូខេអញ្ចឹងនៅក្នុង slide show ហ្នឹងយើងមាន scene ច្រើនមាន mode វាដល់4 mode scene ទី1នេះបាទអញ្ចឹងលោកគ្រូនឹងបង្រៀនយើងកែ scene ទី1ដាក់រូបយើងបាទអញ្ចឹងពេលដែលយើងបើក file ដែលលោកគ្រូផ្ញើទៅឲ្យហើយបងប្អូនចូលទៅកែ scene វាដែរបងប្អូនដែលចង់ប្រើអញ្ចឹងយើងអាចជំនួសរូបភាពយើងចូលបាននេះអញ្ចឹងយើងចូលបើកហើយយើងដាក់ import រូបភាពយើងចូលមកនេះដូចលោកគ្រូមានរូបនេះអញ្ចឹងហើយយើងពលា scene ទី1មកនេះលោកគ្រូធ្វើនៅម៉ាស៊ីនទេតែបងប្អូនអាចធ្វើ scene ណាដែលយើងស្រឡាញ់អញ្ចឹងណាវាមាន5 scene ហើយនឹងអក្សរនេះយើងអាចចុចដូរអក្សរបាត់លុបដាក់អក្សរខ្មែរយើងបានឬក៏យើងលុបចោលក៏បានឬបិទភ្នែកវាក៏បានដែរបើយើងអត់ចង់បង្ហាញអក្សរនៅលើ slide របស់យើងហើយឥឡូវយើងចូលនេះរូបភាពទី1របស់យើងដូររូបភាពចេញនេះចឹងនេះគ្រូបិទភ្នែកចឹងទៅហើយយើងអាច scale វាតាមទំហំដែលយើងចង់បានចុចអក្សរ S scale វាអូខេនេះចឹងទី2បាទយើងអាចដូររូបអីចឹងណាបាទទាញរូបថ្មីយើងដាក់ចូលមកនេះហើយចុចអក្សរ S scale មកណាគេយើងធ្វើដល់ចប់មាន4ហ្នឹងហើយយើងធ្វើថែមទៀតយើងអាច scene ទី2នេះធ្វើតទៀតទៅបាទហើយឥឡូវលោកគ្រូ render វានេះលោកគ្រូ render scene ទី1នេះបាទចឹងដើម្បី render វាបើសិនជាបងប្អូនប្រើ Adobe 2023ឡើងទៅបងប្អូនអាច render ក្នុងហ្នឹងតែម្ដងយើងចុច file នេះ export និង render ដូចធម្មតាលោកគ្រូបរៀនណាតែបងប្អូនប្រើ22ដូចគ្រូត្រូវមានកម្មវិធីនេះជំនួយនេះចឹងយើង add វាមកនេះយើង add វាមកបាទហើយយើងជ្រើសរើស scene ទី1 media theme ទី1អញ្ចឹងបើយើង render នេះវាទាំងអស់ដល់យើងធ្វើគ្រប់ scene ណាតែលោកគ្រូ render ម៉ាស៊ីនវគ្គដែលយើងឆ្លាញ់ទៅនេះហើយយើងចុច render នេះទៅគឺរងចាំវាទៅគឺបានហើយបាទខាងនេះគឺយើង save វាដែរបានវាជាប់ហ្នឹងហើយគេអញ្ចឹងមេរៀនហ្នឹងមានតែប៉ុណ្្នឹងទេហើយពេលយើងបើកប្រើវាទៅនេះយើងអាចយកទៅដាក់ក្នុង Premiere ឬក៏ DaVinci ឬក៏កម្មវិធីកាត់ត CapCut អីចឹងទៅបាទហ្នឹងជា slide show template ហ្នឹងងាយស្រួលហើយគ្រូនឹងផ្ញើទៅឲ្យក្នុង Telegram ណាចឹងមេរៀននេះមានតែប៉ុណ្្នឹងទេហើយយើងអាចដាក់រូបដែលយើងស្រឡាញ់ទៅបាទចាំលោកគ្រូនឹងធ្វើ template ផ្សេងទៀតឲ្យយើងប្រើទៀតអរគុណច្រើន